ពិសាជាមួយពូនាងទេហេតុអីទៅព្រោះយើងនឹងអភិសេកជាមួយសុវិឆាគឺពិតជានាងមែនយើងស្រឡាញ់នាងជាមនុស្សដែលយើងនាំមកដើម្បីចូលពិធីអភិសេកហើយចុះខ្ញុំម្ចាស់នោះខ្ញុំម្ចាស់ទៅតាមព្រះបងហើយចុះខ្ញុំម្ចាស់វិញព្រះបងហើយចុះខ្ញុំម្ចាស់ចាញ់ទៅខ្ញុំម្ចាស់មិនយ៉ាងម៉េចព្រះឯងចាញ់ទៅឯងចាញ់ទៅរបស់ឯងចូលវិញហើយចាញ់យ៉ាងម៉េចគឺយកយើងទេស្ងប់សិនទៅក្រាបទូលនេះមិនទាន់ធ្ងន់ធ្ងរទេអីមិនខានព្រះអង្គជ័យជេនបានចូលស្ដីព្រះធីតាពីព្រះអង្គសិង្ហុនដើម្បីយកមករៀបពិធីអភិសេកព្រះអង្គស្រឡាញ់បុត្រដូចជាកែវភ្នែកដួងចិនតែបកុលឲ្យហើយព្រះអង្គជ័យជេនទ្រង់ធ្វើបែបនេះតើមានន័យយ៉ាងម៉េចទៅតើមានន័យយ៉ាងម៉េចមីវយើងចង់សម្លាប់គេណាស់ណាមីវមែនហើយមិនខានមនុស្សប្រុសនៅក្នុងលោកនេះគឺសុទ្ធតែបោកប្រាស់ដូចជាព្រះអង្គជ័យជេនតែទាំងអស់តាមែនទេបានជាព្រះធីតារបស់យើងទ្រង់មិនដឹងទ្រង់ចាញ់ល្បិចកោតប្រុសព្រានបែបនេះក៏ឲ្យកំសត់មីព្រះធីតាទ្រង់កុំក្រៀមក្រំប្រតិយអីណាតែជាមួយបងវិឡាវិញបងវិឡានឹងនាំទៅនគរវិញណាព្រះមេមីម្ចាស់បងបរោះនគរចិត្តមួយប៉ុន្តែស្រីច្រើនគឺយើងមិនចង់មកចូលឲ្យប្រឡាក់ជើងយើងទេហើយក្រៀមក្រំចិត្តជំនួសព្រះធីតារបស់យើងមែនទេម្ចាស់បងចេះយើងចង់ជោគជ័យចិត្តបុត្ររបស់យើងខ្លាំងណាស់មេតបស្រីចាត់ការទទួលបុត្ររបស់យើងឲ្យបានល្អផងណាពេលនេះប្រហែលជាមានគេថ្វាយបង្គំឲ្យប្រមេបើអញ្ចឹងយើងទៅជួបបុត្ររបស់យើងទេហើយសង្ឃឹមថាព្រះអង្គជ័យជេននឹងតតាំងជាមួយនឹងពួកស្ដីទីព្រះជាយាបានហើយរៀបអភិសេកជាមួយនឹងមិនបានទេខ្ញុំម្ចាស់ខំធ្វើដំណើរពីនគរសាលីដើម្បីមករៀបអភិសេកជាមួយព្រះអង្គខ្ញុំម្ចាស់ដូចគ្នានាងមិនឃើញទេថាយើងកំពុងតែមានបន្ទោសជាមួយម្ចាស់បងនាងណាមិនជាមិនដឹងរឿងគួរសមមែនតែនហើយណែនាងក៏មកគម្រាមយើងអីណាយើងក៏ជាបុត្ររបស់ព្រះបិតាដែរគឺត្រូវចូលរៀបអភិសេកដូចគ្នាចង់បានល្អតែម្នាក់ឯងរួចហើយទុកបងប្អូនខ្លាចជាធូលីអ្នកណាតែដឹងថាគួរធ្វើអ្វីទៅមែនហើយអ្នកណាទៅដែលធ្វើខ្លួនលើសអ្នកដទៃនោះចាំឲ្យនាងរៀបអភិសេកខ្លាយជាព្រះមហាសីសិនទៅរួចហើយចាំនាងបញ្ជាឲ្យយើងខ្លាយទៅជាអ្នកបម្រើរបស់នាងរៀបអភិសេកឲ្យបានសិនទៅនេះនាងអើយតែចាំទៅណានាងចង់យ៉ាងម៉េចណាចង់យ៉ាងម៉េចចង់យ៉ាងម៉េចណាព្រោះចិត្តបុត្រណាខ្ញុំមិនចាំព្រមទេខ្ញុំមិនចាំចូលព្រមជួយចិត្តខ្ញុំមិនចាំចូលព្រមជប់ព្រមទៅខ្ញុំមិនចាំមិនចូលព្រមទេខ្ញុំមិនចាំមិនព្រមទេខ្ញុំមិនព្រមមិនព្រមដែរជប់ណាព្រមជប់ទៅជើងហ៎ជប់ណាយើងទៅនគរសិង្ហុនវិញទៅព្រះធីតាទោះជាមានឈ្មោះថាមេម៉ាយខាន់ស្លាគឺត្រង់នៅម្នាក់ឯងអស់មួយជីវិតក៏បានដែរ
បងវិឡាម្នាក់នេះនឹងមើលថែប្រតិដាអស់មួយជីវិតណាព្រះម៉ែមីត្រង់គិតតែពីព្រះកំសែងបធរព្រះធីតារបស់កណ្ដុរស្រែមិនគួរខូចបតីបែបនេះទេស្នេហាពិតជាច្បងច្បល់មែនគុំយើងទៅនគរសិង្ហុនអីក្រាបទូលប្រតិដាគឺទ្រង់ស្ដាប់ហេតុផលគុំស្ដាប់តាមនិច្មាជើងល្អឲ្យនឹងណាខ្ញុំវាយ៉ាងម៉េចហ្នឹងឯងមិនឃើញទេព្រះអង្គចៃចិត្តធ្វើបាបព្រះធីតាប៉ុណ្ណាទៅនៅមានហេតុផលអីទៀតដែរគឺមែននឹងហើយមនុស្សនៅនគរនេះគឺសុទ្ធតែជាព្រះនារីតាក់ទងមិនបានទេម្ចាស់បងព្រះធីតាយើងទៅវិញទៅព្រះម៉ែម្ចាស់ខ្ញុំកុំស្ទាក់ស្ទើរតទៅទៀតអីព្រះធីតាព្រះអង្គចៃចេតណាទ្រង់ពោពេញទៅដោយស្រីដែលសុទ្ធតែព្រះធីតាណែព្រះធីតាភ្លេចហើយថាព្រះធីតាបាត់បង់ព្រះមេដាមកពីមូលហេតុអីព្រះមេដាស្ដាយណាស់ដែលយើងខំមេត្តាស្រណោះព្រោះយល់ថាជាសញ្ញាណមិននឹកស្មានថាមានសហគមន៍ឃើញដល់ថ្នាក់នេះសោះសម្រាប់បានសម្បិតតែប្អូនស្រីបង្កើតហើយនឹងក្មួយស្រីដែលមិនដឹងអីសោះអញ្ចឹងម្ចាស់បង យើងបានដឹងរឿងមកទីវាអត់ទៅហើយត្រង់កុំប្រហារជីវិតខ្ញុំម្ចាស់អីការដែលខ្ញុំម្ចាស់ធ្វើទៅគឺព្រោះតែបញ្ជារបស់ប្រជាយានទេព្រះពរគុំក៏ដូចជាដែលក្រាបទូលបាទលោកមែនមកមេដោះហើយនឹងមើលឆាត់ឆងទៅប្រហារជីវិតទៅក្រាបទូលព្រះមហេសីជំរាបស៊ីសាចាប់នាងយកទៅឃុំអស់មួយជីវិតទៅម្ចាស់បងតែដែលខ្ញុំម្ចាស់ធ្វើបែបនេះគឺព្រោះតែម្ចាស់បងស្រឡាញ់អមាទេវីហើយនឹងបាត់ជើងខ្ញុំម្ចាស់តែខ្ញុំម្ចាស់ខ្លាចតែជាបែបនេះព្រោះតែខ្ញុំម្ចាស់ចាប់បាត់ត្រូវទៅធ្វើខ្ញុំម្ចាស់ធ្វើខុសអីម្ចាស់បងលែងខ្ញុំម្ចាស់ទេម្ចាស់បងលែងខ្ញុំទេលែងប្រតែលែងនេះម្ចាស់បងហើយនឹងបៃតាណាធ្វើបែបនេះដើម្បីបុតទេបុតត្រូវតែជាអ្នកសោយរាជនគរនៅពេលខាងមុខនេះបុតត្រូវតែមានព្រះមហេសីប៉ុន្តែបុតបែរជាមកប្រាប់មេដានិងបៃតាថាបុតមានមនុស្សត្រូវរៀបអភិសេកជាមួយក្រាបទូលព្រះនាងសុវិឆាជាបុត្រីស្ដេចសិង្ហុននៃនគរសិង្ហុនបុតដណ្ដឹងនាងពីព្រះបៃតាដើម្បីចូលពិធីអភិសេកនាងមានប្រកិត្តិយសខ្ពង់ខ្ពស់ស័ក្តិសមជាព្រះមហេសីរបស់បុត្រណាក្រាបទូលចុះចំណោមនាងទាំងអស់នោះទាំង7ប្រមេទាំង7អ្នកនោះឲ្យមេដាធ្វើយ៉ាងម៉េចទៅបើបញ្ជូនទៅវិញគឺប្រកាសជាមានការកាប់សម្លាប់គ្នាមនុស្សម្នាស្លាប់ច្រើនមិនខានទេចេះចុះណាបើបុត្រនៅតែរៀបអភិសេកជាមួយព្រះនាងសុវិឆាបៃតាក៏យល់ព្រមប៉ុន្តែបុត្រត្រូវរៀបអភិសេកជាមួយព្រះនាងទាំង7សិនព្រះបៃតា
ជ្ជបុត្ររបស់ទូលបង្គំសិតទៅក្រាបទូលម៉ែតែចាំធ្វើអីម៉ែនេះតែចាំអីទៀតអាមិនខាន់ឈួនប្រតិដាយើងនឹងយាងទៅនគរសិង្ហុនវិញទ្រង់មិនធ្វើឲ្យអាម៉ាំងមុខនោះទេបើសិនជាដីទីនេះមានតែក្រុមប្រតិមិនអាចទៅក្រាបទូលទេរាជបុត្ររបស់ទូលបង្គំមិនដឹងរឿងរៀបអភិសេកស្អីយ៉ាងនេះនោះទេណាក្រាបទូលយើងមិនជឿទេលោកជាខ្ញុំបម្រើរបស់ព្រះអង្គជ័យជេនតែតែដោះសារជំនួសព្រះអង្គហើយប៉ុន្តែព្រះធីតារបស់យើងវិញណាអូហូព្រះធីតាទ្រង់កុំព្រះកំសាយអីណាបោះវេលាធ្វើអីមិនត្រូវទេមិនបាច់កលច្រើនបែបនេះដូចជាមេខ្មាស់បាននិយាយមិនខុសមែនទ្រង់មិនយល់ដល់ការស្រឡាញ់របស់រាជបុត្ររបស់ទូលបង្គំខ្លះទេមែនទេក្រាបទូលម្ចាស់បងមិនសពទៅជាមួយយើងទេម្ចាស់បងនឹងរៀបអភិសេកជាមួយអ្នកណាមិនបាច់ខ្វល់ទេពេលនេះប្រតិដាឆាត់យើងទៅព្រះម៉ែយើងនឹងបាញ់ទឹកនោមឲ្យមានជំងឺរាតត្បាតពេញនគរហើយចាំមើលទៅអើយកុំណាកុំសុវិឆាបងមកហើយសុវិឆាម្ចាស់បងរហូតដល់យើងភ្លេចថានៅមានវាម្នាក់ទៀតហើយអើយរួចហើយចោះត្រង់គិតយ៉ាងម៉េចទៅព្រះធីតាឲ្យគិតយ៉ាងម៉េចទេគឺយើងនឹងគិតឲ្យដូចជាព្រះមេដារបស់យើងគិតអញ្ចឹងបម្រើច្រើនណាស់យើងទ្រាំនៅទីនេះមិនបានទេយើងខ្លាចដល់ឲ្យយើងទៅណាដល់ឲ្យយើងទៅយើងខ្លាចណាយើងមិនចង់នៅទីនេះទេយើងខ្លាចណាដល់ឲ្យយើងទៅដល់ឲ្យយើងទៅយើងខ្លាចណាដល់ឲ្យយើងដល់ឲ្យយើងទៅយើងខ្លាចណាសុវិឆាយើងនឹងបាននៅជាមួយគ្នាដោយបងសន្យានោះអីចាស់បារ៉ាហើយនឹងពួកនាងទាំងអស់នោះយើងទៅនគរសិង្ហុនពេញទៅព្រះធីតាបរោះមួយស្ត្រីច្រើនធ្វើមិនមានក្តីសុខបានទៅមីព្រះធីតាកំសែងថ្ងៃនេះថ្ងៃក្រោយមិនបាច់ឈឺចាប់ព្រោះតែការបោកប្រាស់នេះទៀតទេណាព្រះម៉ែកុំទៅអីណាបើសិនជាអូនទៅដូចជាយកបេះដូងរបស់បងទៅដែរបងមិនអាចរស់ដោយគ្មានអូនបានទេបងវិឡាកុំទៅអីណា
គ្នាដែរវាជារឿងរបស់ប្រតិដាសុវិឆាដែលទ្រង់ជាអ្នកសម្រេចប្រតិទៅវិញទេថាយកស្នេហ៍ឬក៏អត់នោះណាខ្ញុំម្ចាស់នឹងរៀបអភិសេកជាមួយម្ចាស់បងសុវិឆាបងសប្បាយចិត្តដែលអូនសម្រេចចិត្តរឿងស្នេហាថែមទាំងមិនទៅនគរសិង្ហុនវិញខ្ញុំម្ចាស់រើយយកម្ចាស់បងព្រោះបេះដូងខ្ញុំម្ចាស់គ្មានអ្នកផ្សេងទេមិនថាថ្ងៃមុខយ៉ាងម៉េចទេខ្ញុំម្ចាស់ក៏យល់ព្រមដែរបើមានអ្វីកើតឡើងចំពោះអូនបងជាអ្នកការពារអូនដោយផ្ទាល់តែប៉ិតមែនទេប្រពន្ធបងស្បត់បានចាស់បដិសេធនឹងម៉ារ៉ាទីហើយនឹងនាងទាំងអស់នោះយ៉ាងម៉េចទេសុវិឆាចូលកងព្រះមេដាសិនហើយបើវេលានឹងកណ្ដុរស្រែមកកុំឲ្យគេចូលឲ្យសោះណាយើងខ្លាចគេចូលទៅបង្កបញ្ហាក្រាបទូលព្រះរាជបុត្រប្រាប់បងវេលាផងថាមិនបាច់បារម្ភពីយើងទេម្ចាស់បងចែកចេតសន្យាជាមួយយើងហើយថារៀបអភិសេកជាមួយយើងតែម្នាក់គុណចូលកងព្រះមេដាទេព្រះមហេសីព្រះមេព្រះមហេសីព្រះមហេសីព្រះមហេសីកំកាត់អីណាមកឆាប់ទៅយកមកលឿនមកឆាប់ឡើងព្រះមហេសីព្រះមហេសីទឹកមកដល់ហើយអូចម្បនមកដល់ហើយព្រះមេដាព្រះជាព្រះជាបនព្រះមេដាគឺទ្រង់ខ្យល់ចាប់ណាព្រះប៉ព្រះមហេសីមកឲ្យលឿនឡើងមកយើងនាំព្រះនាងសុវិឆាដែលត្រូវរៀបអភិសេកមកចូលគល់ឯណាព្រះមហេសីព្រះនាងឯណាទេដែលថាបុតយើងក៏មកឲ្យយើងមើលនោះនាងនេះពិតជាយ៉ាប់មែនទែននៅឡើងឆ្ងាយតែគិតយ៉ាងម៉េចបានជាមកតាមប្រុសភេទរហូតដល់ទីនេះសុវិឆាជាបុត្រប្រុសស្ដេចសិង្ហុននៃនគរសិង្ហុនក្រាបទូលបុត្រប្រាប់មេដាហើយឯណាគិតឲ្យចិត្តបន្តិចមកឲ្យយើងសុំមើលបន្តិចមើលថានាងមានអីល្អទៅបានជាធ្វើឲ្យបិទជ័យចិត្តរបស់យើងសុខចិត្តលះបង់កាយថ្វាយជីវិតដល់នាងខ្ញុំម្ចាស់សុំថ្វាយខ្លួនធ្វើជាអ្នកបម្រើរបស់ព្រះមហេសីព្រះមេម្ចាស់នាងគឺជាកូនក្មេងមិនក៏ប្រហែលហើយយើងថាជាព្រះមហេសីហើយយើងថាព្រះមេដាទៅបានហើយព្រះមេម្ចាស់ព្រះមេដាបាត់មកពីស្រុកឆ្ងាយសូមមកថ្វាយបង្គំព្រះមេដាដែលយកប្រកាសសារឲ្យលន់តូនចំពោះព្រះមេដាព្រះមេម្ចាស់យើងបញ្ជូនអគ្គរដ្ឋទូតឲ្យទៅស្ដីឲ្យបុត្រយើងនោះគេនឹងនាំគ្នាដកស្កេយើងតែនាងគិតថាយើងគួរធ្វើយ៉ាងម៉េចទៅត្រង់នៅស្ងៀមទៅព្រះមេម្ចាស់នៅស្ងៀមព្រះមេយើងនឹងនៅស្ងៀមមែនទេពួកនាងដើរមកធ្វើអីទៅហ៎យើងឈឺក្បាលខ្លាំងណាស់យើងគិតមិនចាញ់ក៏ព្រោះតែពួកនាងនឹងហើយតើមកគិតអីនៅពេលនេះអ្វីគឺវាហួសពីការគិតអស់ទៅហើយជាពិសេសឃើញព្រះអង្គជ័យចិត្តស្រស់សង្ហាសំជាបុរសដំណាក់មួយនេះគឺជាដំណាក់ខាងក្នុងរៀបចំសម្រាប់អូនរងចាំពិធីអភិសេកបងសង្ឃឹមថាអូននឹងមានសេចក្តីសុខខ្ញុំម្ចាស់អរព្រគុណណាស់បើខ្ញុំម្ចាស់មានក្តីសុខដំណាក់ដែលព្រះអង្គជ័យចិត្តរៀបចំឲ្យគេនេះគឺអស្ចារ្យធំទូលាយមើលទៅគឺសុខសប្បាយហើយចាប់ពួកនាងវិញនោះ
មិនខុសមែនមីវ ទ្រង់មិនយល់ដល់ការស្រឡាញ់របស់បរិយាបុត្ររបស់ទូលបង្គំខ្លះទេមែនទេក្រាបទូល ម្ចាស់បងមិនសពតិជាមួយយើងទេម្ចាស់បងនឹងរៀបអភិសេកជាមួយមីវជាមួយអ្នកណាមិនបាច់ខ្វល់ទេពេលនេះប្រតិដាឆាត់យើងទៅព្រះម៉ែមីវយើងនឹងបាញ់ទឹកនោមឲ្យមានជំងឺរាតត្បាតពេញនគរហើយចាំមើលទៅ អើយគុំណាគុំ សុវិឆាបងមកហើយសុវិឆា ម្ចាស់បងយូរហើយរហូតដល់យើងភ្លេចថានៅមានវាម្នាក់ទៀតហើយអើយ រួចហើយចោះត្រង់គិតយ៉ាងម៉េចទៅព្រះធីតា ឲ្យគិតយ៉ាងម៉េចទេគឺយើងនឹងគិតឲ្យដូចជាព្រះមេដារបស់យើងគិតអញ្ចឹងមានទៅហើយយើងជាប្រជាយាឡើងយើងទៅឡើងយើងត្រឡប់មកវិញសិនណាដល់ឡើងយើងទៅយើងមិនអាចនៅទីនេះទេដល់ឡើងយើងទៅយើងជាប្រជាយាយើងមានខ្ចប់បំរើច្រើនណាស់យើងទ្រាំនៅទីនេះមិនបានទេយើងខ្លាចដល់ឡើងយើងទៅណាដល់ឡើងយើងទៅយើងខ្លាចណាយើងមិនចង់នៅទីនេះទេយើងខ្លាចណាបានឡើងយើងទៅបានឡើងយើងទៅយើងខ្លាចណាបានឡើងយើងបានឡើងយើងទៅយើងខ្លាចណា អភិសេកជាមួយពួកនាងទេ ហេតុអីទៅព្រោះយើងនឹងអភិសេកជាមួយសុវិឆា សុវិឆាគឺពិតជានាងមែនយើងស្រឡាញ់នាងជាមនុស្សដែលយើងនាំមកដើម្បីចូលពិធីអភិសេក ហើយចុះខ្ញុំម្ចាស់នោះខ្ញុំម្ចាស់ចង់ទៅព្រះបងហើយចុះខ្ញុំម្ចាស់វិញខ្ញុំម្ចាស់វិញព្រះបងហើយចុះចាញ់ទៅខ្ញុំម្ចាស់យ៉ាងម៉េចព្រះឯងចាញ់ទៅឯងចាញ់ទៅទៅឲ្យចូលវិញហើយចាញ់យ៉ាងម៉េចគឺយើងទេសូមទ្រង់ធ្វើបតីឲ្យស្ងប់សិនទៅក្រាបទូលនេះមិនទាន់ធ្ងន់ធ្ងរទេអីមិនខានព្រះអង្គចៃចេនបានចូលស្ដីព្រះធីតាពីព្រះអង្គសិង្ហុនដើម្បីយកមករៀបពិធីអភិសេកព្រះអង្គស្រឡាញ់បុត្រដូចជាកៅភ្នែកដួងចិនតែបកុលឲ្យហើយព្រះអង្គចៃចេនទ្រង់ធ្វើបែបនេះតើមានន័យយ៉ាងម៉េចទៅតើមានន័យយ៉ាងម៉េចមីវយើងចង់សម្លាប់គេណាស់ណាមីវមែនហើយមិនខានមនុស្សប្រុសនៅក្នុងលោកនេះគឺសុទ្ធតែបោកប្រាស់ដូចជាព្រះអង្គចៃចេនតែទាំងអស់តើមែនទេបានជាព្រះធីតារបស់យើងទ្រង់មិនដឹងទ្រង់ចាញ់ល្បិចកោតប្រុសព្រានបែបនេះក៏ឲ្យកំសត់មីវព្រះធីតាទ្រង់កុំក្រៀមក្រំប្រតិយអីណាតែជាមួយបងវិឡាវិញបងវិឡានឹងនាំទៅនគរវិញណាព្រះមេមីវម្ចាស់បងបរោះនគរចិត្តមួយប៉ុន្តែស្រ
ត្រីច្រើនគឺយើងមិនចង់មកចូលឲ្យប្រឡាក់ជើងយើងទេហើយក្រៀមក្រំចិត្តជំនួសព្រះធីតារបស់យើងមែនទេម្ចាស់បងចេៗយើងចង់ជោគជ័យជាតិបុត្ររបស់យើងខ្លាំងណាស់មេតបស្រីចាត់ការទទួលបុត្ររបស់យើងឲ្យបានល្អផងណាពេលនេះប្រហែលជំនុំគេថ្វាយបង្គំឲ្យប្រមេបើអញ្ចឹងយើងទៅជួបបុត្ររបស់យើងទេហើយសង្ឃឹមថាព្រះអង្គជ័យជេននឹងតតាំងជាមួយនឹងពួកស្ដីទីព្រះជាយាបានហើយរៀបអភិសេកជាមួយនឹងមិនបានទេខ្ញុំម្ចាស់ខំធ្វើដំណើរពីនគរសាលីដើម្បីមករៀបអភិសេកជាមួយព្រះអង្គខ្ញុំម្ចាស់ដូចគ្នានាងមិនឃើញទេថាយើងកំពុងតែមានបន្ទោសជាមួយម្ចាស់បងនាងណាមិនជាមិនដឹងរឿងគួរសមមែនតែនហើយណែនាងក៏មកគំរាមយើងអីណាយើងក៏ជាបុត្ររបស់ព្រះបិតាដែរគឺត្រូវចូលរៀបអភិសេកដូចគ្នាចង់បានល្អតែម្នាក់ឯងរួចហើយទុកបងប្អូនខ្លាចជាទូលីអ្នកណាតែដឹងថាគួរធ្វើអ្វីទៅមែនហើយអ្នកណាទៅដែលធ្វើខ្លួនលើសអ្នកដតីនោះចាំឲ្យនាងរៀបអភិសេកខ្លាយជាព្រះមហាសីសិនទៅរួចហើយចាំនាងបញ្ជាឲ្យយើងខ្លាយទៅជាអ្នកបម្រើរបស់នាងរៀបអភិសេកឲ្យបានសិនទៅនាងអើយតែចាំទៅណាយើងចង់យ៉ាងម៉េចណាចង់យ៉ាងម៉េចចង់យ៉ាងម៉េចណាព្រោះចិត្តបត់ជប់ណាខ្ញុំមិនចាំមិនព្រមទេខ្ញុំមិនចាំជល់ព្រមជប់ខ្ញុំមិនចាំជល់ព្រមជប់លឿនទៅខ្ញុំមិនចាំមិនជល់ព្រមទេខ្ញុំមិនចាំមិនព្រមហើយខ្ញុំមិនចាំមិនព្រមក៏មិនព្រមដែរជប់ណាខ្ញុំមិនចាំជួយជើងហ៎ជប់ណាយើងទៅនគរសិង្ហុនវិញទៅព្រះធីតាទោះជាមានឈ្មោះថាមេម៉ាយខាន់ស្លាគឺត្រង់នៅម្នាក់ឯងអស់មួយជីវិតក៏បានដែរបងវិឡាម្នាក់នេះនឹងមើលថែព្រះធីតាអស់មួយជីវិតណាព្រះម៉ែត្រង់គិតតែពីព្រះកំសែងបធរព្រះធីតារបស់កណ្ដោលស្រែមិនគួរខូចបតីបែបនេះទេស្នេហាពិតជាច្បោកច្បល់មែនគុំយើងទៅនគរសិង្ហុនអីក្រាបទូលព្រះធីតាគឺទ្រង់ស្ដាប់ហេតុផលគុំស្ដាប់តាមនិច្ចមាជឿល្អឲ្យនឹងណាខ្ញុំវាយ៉ាងម៉េចហ្នឹងឯងមិនឃើញទេព្រះអង្គជ័យចិត្តធ្វើបាបព្រះធីតាប៉ុណ្ណាទៅនៅមានហេតុផលអីទៀតដែរគឺមែននឹងហើយមនុស្សនៅនគរនេះគឺសុទ្ធតែជាព្រះនារីតាក់ទងមិនបានទេម្ចាស់បងព្រះធីតាយើងទៅវិញទៅព្រះម៉ែម្ចាស់ខ្ញុំកុំស្ទាក់ស្ទើរតទៅទៀតអីព្រះធីតាព្រះអង្គជ័យជេតណាទ្រង់ពោពេញទៅដោយស្រីដែលសុទ្ធតែព្រះធីតាណែព្រះធីតាភ្លេចហើយថាព្រះធីតាបាត់បង់ព្រះមេដាមកពីមូលហេតុអីព្រះមេដា
តាស្រណោះព្រោះយល់ថាជាសញ្ញៀនមិននឹកស្មានថាមានសហគមន៍ឃើញទៅថ្នាក់នេះសោះសម្រាប់បានសម្បិតតែប្អូនស្រីបង្កើតហើយនឹងក្មួយស្រីដែលមិនដឹងអីសោះអញ្ចឹងហ៎ម្ចាស់បង យើងបានដឹងរឿងមកទីវាអត់ទៅហើយត្រង់កុំប្រហារជីវិតខ្ញុំម្ចាស់អីការដែលខ្ញុំម្ចាស់ធ្វើទៅគឺព្រោះតែបញ្ជារបស់ប្រជាយានទេព្រះបងបង្គំក៏ដូចគ្នាដែរណាក្រាបទូលបាទណាលោកមែនងំមិនដល់ហើយនឹងមើលឆាប់ឆងទៅប្រហារជីវិតទៅក្រាបទូលព្រះមហេសីចំណែកស៊ីសាចាប់នាងយកទៅឃុំអស់មួយជីវិតទៅម្ចាស់បងតែដែលខ្ញុំម្ចាស់ធ្វើបែបនេះគឺព្រោះតែម្ចាស់បងស្រឡាញ់អមាទេវីហើយនឹងបាត់ជើងខ្ញុំម្ចាស់តែខ្ញុំម្ចាស់ខ្លាចតែជាបែបនេះព្រោះតែខ្ញុំម្ចាស់ចាប់បាត់ត្រូវទៅធ្វើខ្ញុំម្ចាស់ធ្វើខុសអីម្ចាស់បងលែងខ្ញុំម្ចាស់ទៅម្ចាស់បងលែងខ្ញុំទៅលែងប្រតែលែងនេះម្ចាស់បងហើយនឹងបៃតាណាធ្វើបែបនេះដើម្បីបុតទេបុតត្រូវតែជាអ្នកសោយរាជនគរនៅពេលខាងមុខនេះបុតត្រូវតែមានព្រះមហេសីប៉ុន្តែបុតបែរជាមកប្រាប់មេដានិងបៃតាថាបុតមានមនុស្សត្រូវរៀបអភិសេកជាមួយក្រាបពូលព្រះនាងសុវិឆាជាបុត្រីស្ដេចសិង្ហុននៃនគរសិង្ហុនបុតដណ្ដឹងនាងពីព្រះបិតាដើម្បីចូលពិធីអភិសេកនាងមានប្រកិត្តិយសខ្ពង់ខ្ពស់ស័ក្តិសមជាព្រះមហេសីរបស់បុត្រណាក្រាបទូលចុះចំណោមនាងទាំងអស់នោះទាំង7ប្រមេទាំង7អ្នកនោះឲ្យមេដាធ្វើយ៉ាងម៉េចទៅបើបញ្ជូនទៅវិញគឺប្រកាសជាមានការកាប់សម្លាប់គ្នាមនុស្សម្នាស្លាប់ច្រើនមិនខានទេចេះចុះណាបើបាននៅតែរៀបអភិសេកជាមួយព្រះនាងសុវិឆាបៃតាក៏យល់ព្រមប៉ុន្តែបុត្រត្រូវរៀបអភិសេកជាមួយព្រះនាងទាំង7សិនព្រះបៃតាគុំយើងទៅនគរហេមន្ទវិញអីក្រាបទូលរងចាំរាជបុត្ររបស់ទូលបង្គំសិទ្ធទៅក្រាបទូលម៉ែតែចាំធ្វើអីម៉ែនេះតែចាំអីទៀតអាមិនខាន់ឈួតព្រះធីតាយើងនឹងយាងទៅនគរសិង្ហុនវិញទ្រង់មិនធ្វើឲ្យអាម៉ាំងមុខនោះទេបើសិនជាដីទីនេះមានតែក្រុមព្រះតីមិនអាចទៅក្រាបទូលទេរាជបុត្ររបស់ទូលបង្គំមិនដឹងរឿងរៀបអភិសេកស្អីយ៉ាងនេះនោះទេណាក្រាបទូលម៉ែយើងមិនជឿទេលោកជាខ្ញុំបម្រើរបស់ព្រះអង្គជ័យជេនតែងតែដោះសារជំនួសព្រះអង្គហើយប៉ុន្តែព្រះធីតារបស់យើងវិញណាអូហូព្រះធីតាទ្រង់កុំព្រះកំសាយអីណាបោះវេលាធ្វើអីមិនត្រូវទេមិនបាច់កលច្រើនបែបនេះ